ចឹងសម្រាប់បងប្អូនដែលគាត់មានបញ្ហាដោះសាច់លើប្រដាប់ភេងអាហ្នឹងគឺជាប្រភេទជំងឺសេមនលក្ខណៈខ្ញុំដូចផ្កាកណ្ណាឬក៏ដោះតូចៗលក្ខណៈដូចកពឹសក្រូចហើយហ្នឹងជាប្រភេទជំងឺសេមនហើយសម្រាប់បងប្អូនខ្លះទៀតគាត់ធ្លាប់ទៅដុតហើយឬក៏ប្រើថ្នាំខ្មែរហើយនៅតែអត់ជាឬក៏ប្រើថ្នាំលេបនៅតែអត់ជាអាចសាកល្បងប្រើថ្នាំបញ្ញាបានហើយចំពោះថ្នាំនោះគឺជាប្រភេទថ្នាំលេបនិយាយទៅប្រសិទ្ធភាព 100% លើដុំសាច់សេមនហើយចំពោះថ្នាំបងប្អូនមិនបាច់ភ័យទេថាវេលុយហើយគឺបាត់ហើយគឺអត់មានទេទៅចំពោះថ្នាំគឺមានដូចខ្ញុំផុស TikTok ចឹងគឺរៀបចំហើយគឺមានកระดาษណែនាំបញ្ជាក់ពីការប្រើប្រាស់វិធីការពារចំណេះទៅតាមការអនាម័យនៅក្នុងហ្នឹងចឹងបងប្អូនមិនបាច់បារម្ភទេហើយចំពោះថ្នាំវេលុយហើយខ្ញុំរៀបចំធម្មតាហើយចំពោះថ្នាំគឺខ្ញុំអត់មានសេវាផ្ញើទៅតាមដឹកជញ្ជូនហើយគេគិតលុយនៅខាងក្នុងទេអញ្ចឹងគឺអត់មានទេអញ្ចឹងសម្រាប់បងប្អូនដែលគាត់ត្រូវការគឺវេលុយហើយបានខ្ញុំរៀបចំអញ្ចឹងណាអញ្ចឹងអាចទុកចិត្តបានមិនខ្លាចមានបញ្ហាទៅចំពោះថ្នាំគឺប្រសិទ្ធភាព 100% លើដុំសាច់សេម